រៀងរាល់យប់ម្ដាយរបស់ខ្ញុំតែងតែលាបថ្នាំម្យ៉ាងលើខ្លួនរបស់ខ្ញុំរួចហើយគាត់ត្រូវប្រើស្បៃមុងមករំពាត់ពេញរាងកាយឲ្យណែនជាប់ហើយថែមទាំងប្រើច្រវាក់ដៃធ្ងន់មកចង់សោកខ្ញុំទុកក្នុងបន្ទប់ទង្វើដ៏ចម្លែកនេះគឺធ្វើដើម្បីតែរូបខ្ញុំប៉ុណ្ណោះព្រោះតែតាំងពីតូចមកឲ្យតែស្បែកខ្ញុំប៉ះនឹងទឹកវានឹងប្រែជាថ្លាដូចកញ្ចក់ប៉ុន្តែអ្វីដែលចៃដន្យគឺខ្ញុំចូលចិត្តងូតទឹកណាស់រាល់ពេលងូតទឹករួចសូម្បីតែក្រុមឆ្អឹងក៏អាចមើលឃើញយ៉ាងច្បាស់ដូច្នេះម្ដាយខ្ញុំមានតែប្រើវិធីនេះឯងប៉ុន្តែយូរទៅរាងកាយខ្ញុំចាប់ផ្ដើមជះក្លិនក្រអូបយ៉ាងចម្លែកពេលចេញពីផ្ទះភ្លាមក៏តាក់ទាញមេអំបៅរាប់មិនអស់មកចំរោមពូវិហោះជុំវិញខ្លួនខ្ញុំហើយនាំខ្ញុំហោះឡើងទៅលើអាកាសរួចក៏បានជួបនឹងទេវតាម្នាក់ទេវតាឃើញខ្ញុំមានលក្ខណៈពិសេសក៏បានបង្រៀនមន្តអាគមខ្លះដល់ខ្ញុំចាប់ពីពេលនោះមកខ្ញុំប្រែជាឆ្លាតលើសពីមនុស្សធម្មតាក្នុងរយៈពេលមិនដល់3ឆ្នាំចេះដឹងសពគ្រប់ខ្លាយជាអ្នកចេះដឹងបំផុតក្នុងលោកហើយថែមទាំងបានបង្កើតនិកាយស្វៀងឈីងដែលមានកូនសិស្សរាប់រយនាក់គ្រានោះពិភពលោកកំពុងមានភាពវឹកវរប្រជាជនរងទុក្ខវេទនាដើម្បីជួយសង្គ្រោះប្រជាជនពីទុក្ខភ័យខ្ញុំបានបញ្ជូនកូនសិស្សច្បងឲ្យចុះពីលើភ្នំដើម្បីចរាចរណ៍និងជួយគេបង្កើតអាណាចក្រតាជួនក្រោមការជួយជ្រោមជ្រែងរបស់អាណាចក្រតាជួនមានសុខសន្តិភាពដើម្បីពិនិត្យសមត្ថភាពដឹកនាំរបស់កូនចៅកូនសិស្សច្បងខ្ញុំតែងតែចុះពីលើភ្នំមកពិនិត្យរៀងរាល់20ឆ្នាំម្ដងប្រសិនបើរកឃើញថាកូនចៅរបស់គេខ្លាយជាស្ដេចទុច្ចរិតខ្ញុំនឹងទិញចេញឲ្យបដូរអ្នកថ្មីភ្លាមនេះជាលើកទី5ហើយដែលខ្ញុំចុះពីលើភ្នំខ្ញុំជិះសត្វក្រៀវស៊ូកមកដល់ក្រៅរាជធានីក៏ឃើញសមុទ្រភ្លើងមួយកន្លែងខ្ញុំបារម្ភថាមានរឿងអ្វីកើតឡើងតែគ្រាន់តែជើងប៉ះដីភ្លាមក៏ត្រូវបានគេឡោមព័ទ្ធពួកគេស្មានថាខ្ញុំជាខ្មាន់កំភ្លើងដែលមកធ្វើគៀបព្រះរាជាឃើញអ្នកដឹកនាំគឺជាព្រះអង្គម្ចាស់រាជយាខ្ញុំទើបដឹងថាភ្នែករបស់គេដូចកូនសិស្សច្បងខ្ញុំណាស់មើលទៅច្បាស់ជាកូនចៅរបស់គេហើយមិនទាន់ទាំងឲ្យខ្ញុំណែនាំខ្លួនផងព្រះអង្គម្ចាស់ក៏បញ្ជាឲ្យបាញ់ព្រួញឃើញព្រួញរាប់មិនអស់សម្ដៅមករកខ្ញុំក៏បើករបាំងការពីពណ៌មាសធ្វើឲ្យព្រួញទាំងនោះធ្លាក់ចុះម្ដងមួយមុននឹងប៉ះរបាំងទស្សនវិជ្ជានេះធ្វើឲ្យព្រះអង្គម្ចាស់និងអ្នករាល់គ្នាភ័យស្លន់ស្លោដោយគិតថាខ្ញុំជាស្រេមធ្មប់ហើយស្រែកថាកុំឲ្យមើលធ្មប់នេះចូលទៅចិត្តតង់របស់ព្រះបតាបើមិនដូច្នោះទេរឿងដែរព្រះបតាសន្លប់ដោយសារត្រូវថ្នាំបំពុលនឹងបែកការនាំឲ្យក្នុងរាជវាំងមានភាពវឹកវរកងការពារទាំងអស់រៀបនឹងវាប្រហារខ្ញុំក៏ក្រវីដៃ5មិនអាគមបង្កប់ខ្លួនធ្វើឲ្យគ្រប់គ្នាឈររឹងនៅនឹងកន្លែងរួចហើយក៏ដើរចូលទៅក្នុងតង់របស់ព្រះរាជាយ៉ាងរំភើយក្រោមក្រសែភ្នែកភ្ញាក់ផ្អើលរបស់ខ្ញុំមើលទៅលើក្រែនាគក៏ឃើញថាព្រះរាជាអង្គនោះមិនមែនជាកូនសិស្សច្បងឈូជឿនហែនទេតែគឺជាកូនប្រុសរបស់គេទៅវិញរឿងនេះធ្វើឲ្យខ្ញុំបារម្ភក្នុងចិត្តហើយសង្ស័យថាឈូជឿនហែនប្រហែលជាស្លាប់បាត់ហើយឃើញកូនប្រុសរបស់គេមានមុខពណ៌ស្វាយខ្ញុំក៏ដឹងថាគេកំពុងរងគ្រោះដោយថ្នាំបំពុលទើបយកថ្នាំបន្សាបមួយគ្រាប់មកញាត់ចូលមាត់ឲ្យគេលេបមួយសន្ទុះក្រោយមកខ្លួនគេក៏បញ្ចេញពន្លឺពណ៌មាសនៅពេលពន្លឺរលីបាត់ថ្នាំបំពុលក៏ត្រូវបានបន្សាបគេបើកភ្នែកឡើងក៏ចំណាំខ្ញុំបានភ្លាមរួចប្រញាប់ចុះពីលើក្រែមកលុតជង្គង់នៅពីមុខខ្ញុំហើយពោលថាសូមអរគុណដែលបានសង្គ្រោះជីវិតកូនចៅមិនដឹងថាអ្នកគ្រូនឹងអញ្ជើញមកដល់ទើបមិនបានទៅទទួលក្នុងរោងចាំការអភ័យទោសឃើញឈូឈឹងជើងមិនអីទេខ្ញុំក៏ក្រវីដៃដោះមិនអាគមបង្កប់លើព្រះអង្គម្ចាស់និងអ្នកដទៃទៀតគ្រានោះព្រះអង្គម្ចាស់កាន់តែភ័យខ្លាចក្នុងខ្សែភ្នែករបស់គេមិនត្រឹមតែខ្ញុំចេះមុនអាគមខ្មៅងឹតទេថែមទាំងអាចធ្វើឲ្យព្រះបិតារបស់គេរស់ពីស្លាប់ឡើងវិញទៀតមិនទាន់ទាំងបានចម្លើយផងឈូជឹងជេងក៏បញ្ជាឲ្យគេលុតជង្គង់សុំទោសខ្ញុំហានយានប្រញាប់លុតជង្គង់សុំទោសលោកគ្រូស៊ូចំពោះទង្វើអសរោះមិញនេះសូមលោកគ្រូស៊ូមេត្តាអភ័យទោសផងឈូហ៊ានយានឲ្យមិនជឿតតែសោះថែមទាំងស្មានថាខ្ញុំប្រាំមិនអាគមសណ្ដំចិត្តព្រះបិតារបស់គេទៀតគេស្រែកថាស្រេមធ្មប់តើឯងបានធ្វើអ្វីលើព្រះបិតាយើងខ្លះប្រញាប់ដោះមិនអាគមចេញភ្លាមបើមិនដូច្នោះទេយើងនឹងមិនឲ្យឯងចេញពីរាជវាំងនេះរួចទេខ្ញុំមើលទៅមុខដ៏កាចសាហាវរបស់គេមានអារម្មណ៍ថាវាគួរឲ្យចង់សាច់ណាស់ឈូជឹងជេងក្រោកឈរ